បាទស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបនៅវីដេអូថ្មីចែករំលែកចំណេះដឹងខ្លីៗទាក់ទងជាមួយនឹងការដាក់ password នៅក្នុងទូរស័ព្ទដៃរបស់យើងប្រភេទ Android ដែល model Phoenix Smart ណាបងប្អូនអញ្ចឹងយើងកុំឲ្យខាតពេលយូរបងប្អូនយើងត្រូវចូលទាំងអស់គ្នាអញ្ចឹងមុននឹងយើងចូលទៅរកកន្លែងដែលយើងត្រូវកំណត់ password បានយើងត្រូវរកមើលពាក្យថា setting ដែលកម្មវិធីនឹងរូបរាងបែបដូចចង្វាក់បងប្អូនដូចមីញ៉ុងណាចឹងបងប្អូនយើងត្រូវ scroll យើងត្រូវអូទៅអូមកដើម្បីយើងរកទៅលើកម្មវិធី setting បងប្អូនឥឡូវយើងឃើញហើយនេះបងប្អូនអញ្ចឹងយើងត្រូវចុចលើនឹងមកតទៅទៀតយើងត្រូវ scroll រកមើលពាក្យថាpassword and security ដើម្បីយើងចូលទៅកំណត់អឺដាក់ password ទូរស័ព្ទដៃបានដើម្បីយើងការពារកុំឲ្យវារាលទីពីរកុំឲ្យយើងត្រូវ lock ដើម្បីវាជាការ security មួយដើម្បីថាវាជាផ្នែកមួយនៃសុវត្ថិភាពនៅក្នុងទូរស័ព្ទដៃរបស់យើងផងដែរអូខេអញ្ចឹងយើងឃើញ password and security ហើយយើងត្រូវចុចលើនឹងមកបងប្អូនអញ្ចឹងនៅក្នុងហ្នឹងយើងមាន3ផ្សេងគ្នាអញ្ចឹងទី1 lock screen password អញ្ចឹង lock screen password ហ្នឹងគឺទាក់ទងមួយនឹងការយើងចាក់សោជាមួយនឹងលេខឬក៏ឈ្មោះវាជាដើមបងប្អូនហើយទី2គឺ fingerprint នេះទាក់ទងមួយនឹងការយើង scan មេដៃអាចបានន័យថាយើងអាច lock password ឥឡូវទី1ហើយយើងអាច lock password scan ម្រាមដៃទី2ទៀតក៏បានដែរឬក៏យើង scan ដល់ទី3ក៏បានដែរប៉ុន្តែបើយើងចង់ scan ផ្សេងនេះក៏បានដែរបងប្អូនខុសបញ្ជាក់ណាអញ្ចឹងទី2គឺ fingerprint ទាក់ទងមួយនឹងការយើងដាក់ password បែប scan ម្រាមដៃទី3 face unlock អញ្ចឹង face unlock ហ្នឹងគឺរបៀបក្នុងការយើងដាក់ password បែប scan ទៅលើមុខអញ្ចឹងថ្ងៃនេះយើងបង្ហាញទៅលើការដាក់ password ដោយយើងដាក់លេខជាអក្សរឬក៏លេខឈ្មោះបងប្អូនអញ្ចឹងយើងត្រូវចុចនៅក្នុងអឺទី1របៀបទី1នេះគឺ lock screen and password អញ្ចឹងនៅក្នុង lock screen and password នេះបងប្អូនកុំភ្លេចពេលដែលវាឃើញអញ្ចឹងបានន័យថាយើងត្រូវតែដោះ password ដើមមកវាសិនណាបងប្អូនអញ្ចឹង password ដើមបងប្អូនខ្ញុំpassword ដើមរបស់ខ្ញុំដោះវាសិនទើបអាចចូលដៃវាបានអូខេខ្ញុំរៀងលាក់បន្តិចបងប្អូនព្រោះនេះវា password របស់ខ្ញុំអញ្ចឹងអានេះpassword ដែលយើងត្រូវដាក់បងប្អូនអញ្ចឹងយើងត្រូវ select យកមើលអញ្ចឹងនៅក្នុង password យើង lock ជាលេខឬក៏ជាឈ្មោះនេះគឺយើងមាន4យ៉ាងនៅក្នុងនឹងទៀតវាមានណាន់នេះគឺវាអត់មានជាប់អីទេបងប្អូនអញ្ចឹងវាមាន slide to lock to unlock ឬក៏ pattern ឬក៏ generic password ហើយនឹងខាងក្រោមនោះគឺ alphanumeric password អញ្ចឹងជាទូទៅតាមបងប្អូនស្រឡាញ់ទេបងប្អូនបើដូចជាបងប្អូនស្រឡាញ់ឥឡូវនេះបងប្អូនចុចឥឡូវនេះទៅបើសិនជាបងប្អូនស្រឡាញ់ប្រភេទបែបអូសនេះយើងចុចអូសទៅប៉ុន្តែបើដូចពួកខ្ញុំចេះខ្ញុំពីច្រើនគឺខ្ញុំប្រើនេះបងប្អូនអញ្ចឹងគាត់ថាឥឡូវខ្ញុំស្រឡាញ់ជាមួយនឹងអញ្ចឹងយើងឲ្យយើងដាក់ចាប់ពី4អក្សររហូតដល់16អក្សរអញ្ចឹងខ្ញុំអត់ប្រើអីញ៉ៃទេខ្ញុំប្រើតែ4អក្សរទេបងប្អូនអញ្ចឹងយើងអាចឆ្លាញ់លេខណាក៏បានដែរបងប្អូនព្រោះថាខ្ញុំដាក់លេខឧទាហរណ៍ដាក់លេខ4ខ្ទង់អញ្ចឹងខ្ញុំផ្ដើមពីលេខ1លេខ1លេខ2លេខ3លេខ4អញ្ចឹងខ្ញុំត្រូវចុច next ហើយចុចម្ដងទៀតបងប្អូនលេខ1លេខ2លេខ3លេខ4ហើយចុច next អូខេអញ្ចឹង password របស់យើងគឺវាបាន set ហើយបងប្អូនអញ្ចឹងអានេះបើខ្ញុំដោយសារខ្ញុំ screen ជាវីដេអូពេលណាខ្ញុំចុចបិទផ្ដាច់ទៅវាធ្វើឲ្យដាច់អញ្ចឹងបងប្អូនអញ្ចឹងរបៀបក្នុងការដាក់ password គឺយើងមានតែប៉ុណ្្នឹងបងប្អូនហើយកុំភ្លេចបើសិនជាបងប្អូនពេញចិត្តនៅវីដេអូថ្មីៗរបស់ខ្ញុំកុំភ្លេចជួយ like និង share ទៅលើ channel របស់ខ្ញុំហើយជាមួយនឹងដាក់រូបកណ្ដឹងដើម្បីតាមដានរាល់វីដេអូថ្មីៗអឺជាច្រើនទៀតទៅលើទូរស័ព្ទដៃទៅលើកុំព្យូទ័រផ្សេងៗបងប្អូនអរគុណច្រើន